ពួកសៀមមានដើមកំណើតមកពីណាហេតុអ្វីបានជាពួកគេតែងតែចោទយើងថាបានលួចទឹកដីវប្បធម៌និងអរិយធម៌របស់ពួកគេពួកថៃគឺជាជនជាតិចម្បងនៅក្នុងប្រទេសថៃបច្ចុប្បន្នហើយពួកគេស្ថិតនៅក្នុងក្រដាយឬថៃកាដាយដែលមានភាសាពាក់ព័ន្ធគ្នានៅក្នុងអាស៊ីគ្នេយ៍និងតំបន់ខាងជើងនៃប្រទេសចិនការចាប់ផ្ដើមដំបូងនៃថៃកាដាយភាសាក្រដាយមានប្រភពឬដើមកំណើតនៅតំបន់រមណីយដ្ឋានយ៉ាងជឹកឬឆាងជៀងនិងតំបន់ភ្នំភាគខាងត្បូងចិនជាចំណុចដែលភាសានេះចាប់ផ្ដើមបែកតាំងពីសម័យទី12នៃកូនសករាជការស្រាវជ្រាវនិងប្រវត្តិវិទ្យាមានច្រើនទស្សនៈប៉ុន្តែទស្សនៈដែលគួរឲ្យទុកចិត្តបំផុតគឺថាពួកតៃដែលមានជាច្រើនជនជាតិផ្សេងៗរួមមានថៃឡាវសានមានដើមកំណើតនៅក្នុងតំបន់ភាគខាងត្បូងនៃចិនពីរយៈពេលអតីតកាលការរីករាលដាលនៃជនជាតិហាននិងការបដូរទីរួមនយោបាយនៃចិនបានធ្វើឲ្យក្រុមតៃរីករាលដាលទៅទិសខាងត្បូងហើយចាប់ផ្ដើមផ្លាស់ទីនៅតំបន់អាស៊ីគ្នេយ៍ពួកតៃចាប់ផ្ដើមចលនាចុះទៅខាងត្បូងនិងត្បូងឆ្វេងតាំងពីប្រហែលសតវត្សទី6តទៅហើយសម្រេចបាននៅតំបន់ដែលគេហៅថាសៀងហៃនៅភាគខាងត្បូងនៃចិននៅក្នុងសតវត្សទី8ដល់ទី10ក្រុមតៃបានចូលស្ថិតនៅតំបន់ទន្លេចៅប្រយ៉ាឬថៃបច្ចុប្បន្នដែលពួកគេបានសម្របខ្លួនឲ្យទទួលឥទ្ធិពលវប្បធម៌មននិងខ្មែរដោយមានជនជាតិអូស្ត្រាស៊ីអាទិកនៅទីនោះការបង្កើតអាណាចក្រដំបូងពួកតៃបានបង្កើតឯករាជ្យជាច្រើននៅក្នុងតំបន់ថៃមានអាណាចក្រសូខូថៃនៅក្នុងសតវត្សទី13ហើយក្រោយមកអាណាចក្រអយុធ្យាបានក្លាយជាប្រទេសដ៏ធំនិងមានឥទ្ធិពលក្រោយសូខូថៃនៅក្នុងតំបន់ថ្មីពួកថៃបានទទួលឥទ្ធិពលពណ៌សាសន៍ពហុវប្បធម៌តាំងពីមនទៅខ្មែរនិងអរិយធម៌ឥណ្ឌាទាំងនេះបានមានផលចំពោះអក្សរសាស្ត្រសាសនានិងរចនាបថសំណង់ក្រោមព្រះរាជាណាចក្រថៃបុរាណសរុបមកដើមកំណើតថៃមកពីក្រុមជនជាតិក្រដាយដែលមានមូលដ្ឋានក្នុងតំបន់ភាគខាងត្បូងចិនរួមមានយូណាននិងគួងស៊ីពួកគេបានផ្លាស់ទីចុះទៅភាគខាងត្បូងចូលទៅតំបន់អាស៊ីគ្នេយ៍ពីសតវត្សទី6ដល់ទី10ក្រោយមកពួកគេបានស្ថាបនាអាណាចក្រដំបូងនៅថៃហើយវប្បធម៌ថៃបានរួមបញ្ចូលគ្នាជាច្រើនប្រភេទផងដែរប្រវត្តិសាស្ត្រទាំងនេះខ្ញុំបានដកស្រង់ចេញពី website ដែលល្បីទូទាំងពិភពលោកគឺ Wikipedia និង Encyclopedia Britannica នេះសបង្ហាញឲ្យឃើញថាអ្នកណាចម្លងវប្បធម៌ពីអ្នកណាហើយអ្នកណាដែលយកទឹកដីរបស់អ្នកណាសូមកុំភ្លេចជួយ follow និង subscribe បើសិនជាអ្នកទាំងអស់គ្នាចង់ដឹងរឿងរ៉ាវជុំវិញពិភពលោក